ប្រវត្តិសៀមនិងថៃសៀមជាកុលសម្ព័ន្ធមួយដែលជាអ្នកបម្រើនិងជាកងទ័ពស្ដេចខ្មែរព្រះបាទសុរិយាវរ្ម័នទី2ដែលបានសោយរាជ្យពីឆ្នាំ1113ដល់ឆ្នាំ1150ការស្គាល់ជនជាតិនេះច្បាស់ត្រូវបានរកឃើញនៅលើសិលាចារឹកមួយនៅប្រាសាទអង្គរតូចនៅថែវទី2ជ្រុងខាងត្បូងឈៀកខាងកើតប៉ុន្តែគួរឲ្យស្ដាយសិលាចារឹកនោះត្រូវគេលួចគាស់យកទៅបាត់កាលពីពេលកន្លងមកក្នុងអតីតកាលសៀមជាក្រុមមួយដែលស្ថិតនៅក្បែរព្រះមហាក្សត្រខ្មែរពួកគេជាអ្នកបម្រើអ្នករៀបចំអាហារនិងជាកងទ័ពការពារនិងជួយរៀបចំទឹកដីចក្រភពខ្មែរចំណែកឯពួកថៃគឺជាកុលសម្ព័ន្ធមួយដែលចុះមកពីភាគខាងត្បូងប្រទេសចិននៅពេលដែលពួកម៉ុងហ្គោលវាយប្រទេសនេះហើយជនជាតិនេះបានបែកជាពីរក្រុមមួយក្រុមមកកាន់ទឹកដីកម្ពុជាដែលជាប្រទេសថៃបច្ចុប្បន្ននេះនិងមួយក្រុមទៀតចុះទៅប្រទេសឡាវការមករស់នៅលើទឹកដីខ្មែរជនជាតិនេះបានទទួលយកប្រពៃណីទំនៀមទម្លាប់ប្រវត្តិធម៌យធម៌ខ្មែរនិងមួយចំណែកទទួលពីវប្បធម៌ចិនអ្វីដែលគួរឲ្យកត់សម្គាល់នៅពេលដែលជនជាតិថៃចុះពីស្រុកចិនមកបានរួបរวมជាមួយជនជាតិសៀមដែលនៅបម្រើខ្មែរដោយបានចាប់ផ្ដើមកសាងកម្លាំងទ័ពនៅសតវត្សទី9ទៅសតវត្សទី10និងចាប់ផ្ដើមវាយជាមួយនគរខ្មែរដើម្បីដណ្ដើមឯករាជ្យពីខ្មែរដោយមានការចូលរួមពីរាមខំហែងដែលជាអ្នកមានឥទ្ធិពលក្នុងនគរខ្មែរក្នុងសម័យនោះដែលមានបំណងចង់ផ្ដាច់ទឹកដីបន្ទាប់ពីធ្វើសង្គ្រាមជាមួយខ្មែរថៃបានបង្កើតនៅប្រទេសនិងរាជធានីលើកដំបូងឈ្មោះថាសុខោទ័យដែលជាអរុណោទ័យក្នុងការចាប់ផ្ដើមភាពកុំថ្កើងរបស់ប្រទេសថៃបន្ទាប់ពីការបែកបាក់សង្គមជាតិខ្មែរប្រទេសថៃបានបង្កើនការវិលុកចូលក្រុងអង្គរនៅសតវត្សទី13និងទី14រហូតដល់កម្ពុជាមានស្ដេចមួយអង្គព្រះនាមចៅពញាយ៉ាតបានរើរាជធានីមកកាន់ទួលបាសានស្ថិតក្នុងស្រុកស៊ីធរកណ្ដាលខេត្តកណ្ដាលសពថ្ងៃមុនបន្តមកកាន់រាជធានីចតុមុខរហូតដល់សពថ្ងៃប្រវត្តិសាស្ត្រខ្មែរថ្នើមលោកបណ្ឌិតមីសែលត្រណេបានមានប្រសាសន៍ពីប្រវត្តិសាស្ត្ររបស់ជនជាតិសៀមថាសៀមឬថៃជាជនជាតិមួយដែលមានអំបូរចិនដែលរស់នៅក្នុងទីក្រុងរបស់ខ្លួនមួយឈ្មោះថាណាវចាវនៅក្នុងខេត្តយូណានប្រទេសចិនភាគខាងត្បូងប៉ុន្តែក្រោយមកប្រទេសចិនបានគំទេចក្រុងរបស់ខ្លួនហើយពួកគេបែកជា3ក្រុមចុះមកទឹកដីខ្មែរឡាវនិងភូមាសពថ្ងៃលោកបានបន្តថានេះជាប្រវត្តិមួយដែលថៃមិនអាចប្រកែកបានហើយប្រវត្តិសាស្ត្រប្រាសាទនិងស្ថានីយ៍បុរេប្រវត្តិក្នុងទឹកដីថៃសពថ្ងៃជារបស់នគរខ្មែរលោកបន្ថែមថាអ្វីដែលថៃមានបច្ចុប្បន្នជារបស់ខ្មែរទាំងទឹកដីប្រពៃណីវប្បធម៌អក្សរសាស្ត្ររាប់ពាន់ពាក្យជាពាក្យខ្មែរនិងអក្សរសិល្ប៍ថៃមិនគួរមានគំនិតវាទីនិយមខ្មែរទេលោកសុកសុដេសអ្នកស្រាវជ្រាវបារាំងបានសរសេរក្នុងឆ្នាំ1956ថារាជធានីរបស់សៀមស្ថិតនៅលើដីខ្មែរផងដែរលោកបណ្ឌិតមីសែលត្រណេបានមានប្រសាសន៍ឲ្យដឹងថាសៀមដោយឈ្មោះរាជធានីពីសៀមមកសៀមជាឈ្មោះប្រទេសថៃដោយសពថ្ងៃគឺនៅក្នុងឆ្នាំ1947កត្តាអ្វីខ្លះដែលធ្វើឲ្យចក្រភពខ្មែរអន់ថយពីធ្លាប់មានដីជាង1លានគីឡូម៉ែត្រការ៉េមកសល់ 181,035 គីឡូម៉ែត្រការ៉េសប្តាហ៍ថ្ងៃនេះព្រោះក្រោយរាជជ័យវរ្ម័នទី7និងព្រះបាទជ័យវរ្ម័នទី8នគរខ្មែរបានបែកបាក់ក្នុងនោះការដូរសាសនាពីព្រះពុទ្ធសាសនាមហាយាននិងព្រហ្មញ្ញសាសនាមកជាព្រះពុទ្ធសាសនាបែបថេរវាទប្រៀបដូចជាកំបិតចិត្តដងឯងការដែលសៀមខ្ទប់សេដ្ឋកិច្ចខ្មែរព្រោះបើយើងមើលផែនទីប្រទេសសៀមជាប់ជាមួយប្រទេសម៉ាឡាយូគឺប្រទេសម៉ាឡេស៊ីសប្តាហ៍ថ្ងៃធ្វើឲ្យសៀមរាំងខ្ទប់ច្រកសេដ្ឋកិច្ចនាពេលនោះដោយសារការរាំងខ្ទប់សេដ្ឋកិច្ចពីថៃខ
ខ្មែរងាកទៅរកច្រកសមុទ្រស្ថិតក្នុងទឹកដីកម្ពុជាក្រោមប៉ុន្តែនៅពេលដែលយួនយកទឹកដីកម្ពុជាក្រោមទៀតកាន់តែបណ្ដាលឲ្យខ្មែរត្រូវកាត់ផ្ដាច់ពីពិភពខាងក្រៅបានធ្វើឲ្យប្រទេសកាន់តែទន់ខ្សោយទៅរហូតដល់សម័យព្រះបាទអង្គឌួងព្រះអង្គបានរៀបចំឲ្យមានផែសមុទ្រក្នុងខេត្តកំពតសពថ្ងៃនេះខ្មែរទើបចប់សង្គ្រាមខ្ញុំចង់ឲ្យយើងរួបរวมគ្នាជាធ្លុងមួយព្រោះយើងល្មមរៀនមេរៀនប្រវត្តិសាស្ត្រគ្រប់គ្រាន់ហើយបកអាចស្លាប់នៅថ្ងៃណាមួយបានប៉ុន្តែជាតិមិនអាចស្លាប់មិនអាចរលាយបានទេដូច្នេះយើងត្រូវការរួបរวมត្រូវតែបកទាំងអស់ចូលរួមគ្នាត្រូវគិតដល់ឧត្តមប្រយោជន៍ជាតិគិតបកគិតចោះព្រោះជាសិទ្ធិសេរីភាពប៉ុន្តែគិតជាតិជាធំបើយើងបែកបាក់យើងត្រូវរៀនតាមថៃដែលគេបែកបាក់ដើម្បីប្រយោជន៍រួមរបស់ជាតិគេប៉ុន្តែរៀនតាមខាងត្រូវកុំរៀនតាមខាងខុសនេះជាពាក្យសម្ដីរបស់លោកបណ្ឌិត Metrel Strassner